I need somebody who can love me at my worst. No, I'm not perfect, but I hope you see my worth. Since only you, nobody knew I put you first. And for you, girl, I swear I do the worst. ជំរាបសួរពុកម៉ែបងប្អូនខ្ញុំកញ្ញាថ្ងៃនេះមកម្ដងទៀតហើយជាមួយនឹងបងស្រីនៅក្នុងការចម្អិនម្ហូបដដែលដោយសារតែបងស្រីរបស់ខ្ញុំគឺគាត់ចូលចិត្តខាងចម្អិនម្ហូបហើយគាត់ក៏ចង់ឲ្យខ្ញុំបង្ហាញនៅសកម្មភាពរបស់គាត់ចែកជូនដល់បងប្អូនទស្សនាហើយថ្ងៃនេះដែរបងស្រីរបស់ខ្ញុំហ្នឹងក៏គាត់ចង់ញ៉ាំឆាតឡាជាមួយនឹងសាច់ជ្រូកច្រាមអញ្ចឹងហើយគាត់ក៏ប្រាប់ថាឲ្យជួយទិញបន្លែគាត់បន្តិចហើយបន្លែក៏នៅចិត្តផ្ទះដែរដោយសារតាអ្នកនៅក្នុងបរិយានេះគឺគេបង្កើតនៅតូចៗមួយដើម្បីលក់នៅបន្លែត្រីសាច់គាត់តែងាយស្រួលដែរដោយសារតាពួកគាត់បានបង្កើតតូចៗមួយដើម្បីលក់វាងាយស្រួលយើងមិនបាច់ទៅផ្សារព្រោះអីនៅផ្សារក៏រៀងឆ្ងាយដែរអញ្ចឹងហើយបើយើងខ្វះខាតអីទិញទួចយើងអាចទិញវាបានដោយងាយស្រួលហើយសម្រាប់ម្ហូបមួយប្រភេទនេះក៏អត់មានគ្រឿងផ្សំអីច្រើនដែរយើងមានត្រឹមតែត្រឡាសាច់ជ្រូកស្លឹកខ្ទឹមប៊ីចេងស្ករអំបិលហើយនឹងជាមួយនឹងទឹកប្រេងខ្យងបន្តិចទៅគឺយើងអាចធ្វើបានហើយហើយបងស្រីរបស់ខ្ញុំហ្នឹងគឺគាត់ចូលចិត្តញ៉ាំបន្លែដោយសារតែបន្លែគឺវាមានវីតាមីនជាច្រើនជួយការពារដល់សរីរាង្គកាយរបស់យើងមិនថាតែកុមារឬក៏ជាមនុស្សចាស់ទេឲ្យយើងមានសុខភាពល្អកាត់បន្ថយនៅជំងឺបានជាច្រើនហើយផ្លែត្រឡាចមួយនេះដែរបងស្រីរបស់ខ្ញុំក៏គាត់ឧស្សាហ៍យកមកធ្វើជាទឹកត្រឡាចដែរអញ្ចឹងហើយចាំមើលវីដេអូក្រោយទៀតខ្ញុំនឹងបង្ហាញជូនអំពីវិធីធ្វើទឹកត្រឡាចរបស់បងស្រីរបស់ខ្ញុំជូនបងប្អូនទស្សនាទាំងអស់គ្នាហើយក៏សូមខន្តីអភ័យទោសចំពោះពុកម៉ែបងប្អូននៅចំណុចខុសឆ្គងដែលកើតឡើងដោយអចេតនារបស់ខ្ញុំហើយនិងបងស្រីរបស់ខ្ញុំនៅរាល់វីដេអូទាំងអស់ហើយបងប្អូនមួយចំនួនក៏បានជ្រាបហើយថាខ្ញុំគឺជា Teacher Assistant ម្នាក់នៅក្នុងស្ថាប័នអប់រំមួយកន្លែងក្នុងរាជធានីភ្នំពេញហើយអាជីពមួយនេះដែរក៏ត្រូវចំណាយពេលជាច្រើននៅជាមួយកូនសិស្សដោយសារតែយើងត្រូវបង្ហាត់បង្រៀនគាត់ឲ្យយល់ដឹងអំពីសុជីវធម៌សិលធម៌ហើយនិងរបៀបរស់នៅប្រចាំថ្ងៃដូចគ្នាដែរហើយក្នុងនោះដែរក៏មានការផ្ដល់នូវដំបូន្មានបង្ហាត់បង្រៀនពួកគាត់ឲ្យចេះប្រើប្រាស់នៅភាសាល្អៗនិងសុជីវធម៌សិលធម៌ល្អចំពោះលោកគ្រូអ្នកគ្រូហើយនិងមិត្តរួមថ្នាក់ដូចគ្នាដែរដោយសារតែកូនសិស្សរបស់ខ្ញុំក៏ពួកគាត់នៅតូចៗអញ្ចឹងហើយជំហានដំបូងនៅក្នុងការបង្ហាត់បង្រៀនរបស់ពួកគាត់នោះគឺត្រូវតែស្គាល់អំពីសុជីវធម៌សិលធម៌ក្នុងការនិយាយស្ដីនិងរបៀបរបបរស់នៅប្រចាំថ្ងៃរបស់ពួកគាត់បន្ទាប់ពីជំរាបជូនពុកម៉ែបងប្អូននៅអាជីពរបស់ខ្ញុំហើយឥឡូវនេះងាកមកមើលមុខម្ហូបយើងវិញម្ដងដោយសារតែឥឡូវនេះឆាត្រឡាចរបស់យើងគឺចិត្តឆ្អិនរួចរាល់ហើយចឹងកុំឲ្យខាតពេលយូរក៏សូមអញ្ជើញតាមដានទស្សនានៅសកម្មភាពបងស្រីរបស់ខ្ញុំទាំងអស់គ្នាអរគុណច្រើន
សួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមានឆាតឡាថ្ងៃនេះជាតិថ្មីអញ្ចឹងជើញមកហូបបាយជាមួយខ្ញុំទាំងអស់គ្នា បន្ទាប់ពីឆាតឡារបស់យើងនោះគឺបានឆ្អិនរួចរាល់ហើយឥឡូវនេះបងស្រីរបស់ខ្ញុំក៏បានទទួលទានហើយវីដេអូរបស់យើងក៏ដល់ទីបញ្ចប់ដែរក៏សូមគោរពជូនពរជ័យទៅដល់ពុកម៉ែបងប្អូនឲ្យជួបតែសុខសប្បាយភាពរកទទួលទានមានបានធ្វើដំណើរទៅទីចិត្តទីឆ្ងាយឲ្យសុខសប្បាយទាំងអស់គ្នាខ្ញុំកញ្ញាជម្រាបលាជួបគ្នាវីដេអូក្រោយទៀតកុំភ្លេចជួយ like ជួយ share វីដេអូខ្ញុំផងអរគុណច្រើនជម្រាបលាជំរាបលាពុកម៉ែបងប្អូនជួយ like ជួយ share មកជាមួយបងប្អូន